见没见过一个受伤的孩子？ ពីមុនមកមិនហ៊ាននិយាយអ្វីទាំងអស់ឃាតករបានប្រមានគាត់ថាប្រសិនបើគាត់ហ៊ានកុហកគាត់នឹងបាញ់គាត់ស្លាប់រួមជាមួយនឹងកូនក្នុងផ្ទៃរបស់គាត់ពិតជាមិនបានឃើញអ្វីទេប៉ុន្តែមួយវិនាទីបន្ទាប់ឃាតករនៅតែបាញ់គាត់ចំជើងនៅពេលដែលគាត់កំពុងរៀបចំដើម្បីរស់រានមានជីវិតក្មេងប្រុសនោះបានរត់ទៅទីខាងកើតបន្ទាប់ពីឃើញឃាតករបាត់孩子藏好别出来 ក្មេងប្រុសនោះចេញពីកន្ត្រកឫស្សីវាបានបង្ហាញថានាងបានលក់នំវ៉នធននៅតាមផ្លូវខណៈពេលដែលនាងមានផ្ទៃពោះខ្លាំងពេលនោះនាងបានជួបប្រទះមេងប្រុសនោះកំពុងត្រូវបានដេញតាមហើយបានសុំជំនួយនោះហើយជាមូលហេតុដែលនាងបានលាក់ក្មេងប្រុសនោះនៅក្នុងកន្ត្រកឫស្សីរបស់នាងក្មេងនោះ您救了我从此以后您就是我的干娘您付出孩子就是我血脉兄弟 ស្ត្រីចំណាស់មិនបានដឹងអំពីការសន្យានេះទេនាងហៀបនឹងកំចាត់អ្នកដែលបានធ្វើបាបនាងទាំងអស់30ឆ្នាំក្រោយមកក្មេងប្រុសនោះបានទទួលតំណែងជាមេតបរបស់ឪពុកគាត់ប៉ុន្តែគាត់មិនដែលភ្លេចគុណដែលបានជួយសង្គ្រោះជីវិតរបស់ម្ដាយធម៌របស់提升为团长。还有一件喜事，于夫人的丈夫沈景洪还活着，我们已经把人接回华北。想到ជាណាធំនៅក្នុងសាលាយោធាហើយមានដំណឹងល្អមួយទៀតស្វាមីរបស់ប្រពន្ធឈ្មោះសិនជីងហុងនៅរស់យើងបាននាំគាត់ត្រឡប់ទៅភូមិខាងជើងប្រទេសរឿងនេះធ្វើឲ្យបរិះអាក្រក់នោះខឹងយ៉ាងខ្លាំងដែលបានរុញប្រពន្ធរបស់គាត់ទៅលើដីក៏សំណាងល្អខ្ញុំបានធ្វើពុតជាស្លាប់នៅពេល我给你守了30年的家你回来就要娶别的女人众人都为ដោយរបៀបណាទេគាត់គិតអ្នកបានធ្វើពុតជាស្លាប់របស់អ្នកនៅពេលនោះហើយមូលហេតុដែលប្តីរបស់អ្នកធ្វើពុតជាស្លាប់របស់គាត់គឺដើម្បីនៅជាមួយអ្នកគ្រប់គ្រងថ្មីដូច្នេះ妻子推倒在地幸亏我当年是假死要是当初我把麦丽带回家还不知道你会怎么折磨她当年你是假死而丈夫ត្រខ្ញុំដោយឃើញប្រពន្ធរបស់គាត់ហ៊ាននិយាយតបវិញបរិះអាក្រក់នោះបានទេកំពុង肚子切回来他一定会给我撑腰របស់ពួកគេទើបតែត្រឡប់មកពីខាងក្រៅដូច្នេះស្ត្រីនោះបរិះនោះបានបង្ហើបយ៉ាងប្រញាប់ប្រញាល់ថាឪពុករបស់គាត់បានធ្វើពុតជាស្លាប់ដើម្បីរៀបការជាមួយ说了出来你今天说你当了团长就回来逼我离婚让外面的女人跟你当娘爹说的对啊要是让人知道我有个瘸腿的娘不丢死人了ខ្លាចជាម្ដាយរបស់គាត់ឪពុករបស់គាត់និយាយត្រូវប្រសិនបើមនុស្សដឹងថាគាត់មានម្ដាយពិការវានឹងជារឿងអាម៉ាស់យ៉ាងខ្លាំងគាត់មិនដែលរំពឹងថាកូនប្រុសរបស់គាត់នឹងនិយាយរឿងបែបនេះទេកូនប្រុសរបស់គាត់បានណែនាំគាត់ឲ្យលែងលាក់ឪពុករបស់គ្មានអ្វីចម្លែកទេដែលអាកប្បកិរិយារបស់កូនប្រុសគាត់ចំពោះគាត់បានផ្លាស់ប្ដូរទាំងស្រុងចាប់តាំងពីចូលរៀននៅសាលាយោធាហើយគាត់តែងតែត្អូញត្អែថាគាត់មិន自己像个笑话一样我受了大帅的提拔今非昔比只有谢姨这样的家世才配做我娘你一个瘸子根本上不了台却不នៅពេលនេះគាត់ដែលរស់នៅពាក់កណ្ដាលជីវិតរបស់គាត់មានអារម្មណ៍ដូចជារឿងកំ pl ែងខ្ញុំត្រូវបានដំឡើងឋានៈដោយមេបញ្ជាការឥឡូវ这样对待我干娘快尽快赶到神府既然丈夫背叛自己儿子也不愿认自己这一刻他也不再软弱你记住不是你不要我是我于淑兰要跟你这个负心汉离婚说着边នៅពេលនោះនៅតាមផ្លូវទៅពិធីជប់លៀងកំណើតកូនប្រុសរបស់ម្ដាយធម៌របស់គាត់បានដឹងភ្លាមថាម្ដាយធម៌របស់គាត់ត្រូវបានគេធ្វើបាបតើនាងអាចប្រព្រឹត្តចំពោះខ្ញុំបែប